សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើដុតទំនិញថៃចោលរបស់ K01 ជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមជ្រុលនិយមហួសហេតុ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការខកចិត្តចំពោះលោក K01 ដែលប្រមូលមនុស្សថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធការដុតទំនិញថៃចោល ហើយបង្ហោះលើបណ្ដាញសង្គម ដោយសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមជ្រុលនិយមហួសហេតុ នៅយប់ថ្ងៃទី 20 ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រ Facebook យ៉ាងដូចនេះថា សម្ដេចទើបបានមើលវីដេអូរយៈពេលជាង 8 នាទីរបស់ក្រុមដែលដឹកនាំដោយលោក K01 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើទំនិញថៃ សម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះ ជាពិសេសសម្រាប់លោក K01 តែម្ដង សម្ដេចតេជោក៏បញ្ជាក់ថាការដុតចោលទំនិញថៃ ការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសហេតុពីស្នេហាជាតិ និងជារបៀបក្រុមជ្រុលនិយមហួសហេតុ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ 99% ទៅហើយ មិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេសនោះទេ ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសេសសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ ប្រសិនបើ K01 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាជាងដុតចោលដោយ K01 បានធ្វើនៅក្នុងវីដេអូនេះ បើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតចោលឬកំទេចចោល សម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែបឆ្កួតៗទាំងនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ